ុំទៅអីលេងស៊ីវខ្ញុំចង់ឲ្យអញឈួតនឹងខ្ញុំអស់មួយជីវិតពន្យល់បងមកហេតុអីមកកន្លែងគេថ្ងៃនេះមានគ្រោះថ្នាក់តែងទួចខ្ញុំមកដុសខោអាវគ្រោះថ្នាក់បែបណាតើតែដូរខោអាវគ្រោះថ្នាក់បែបណាដែលត្រូវដូរខោអាវខ្ញុំអេយ៉ាងស៊ីយូអូនពិតជាបកាយរោគរបស់លេងមែនមានន័យថាម៉េចប្រហែលដល់កម្រិតហើយបើអូននៅតែហ៊ានរារែកចាប់ម្នាក់នេះចាប់ម្នាក់នោះទៀតបងមិនដឹងថាខ្លួនឯងនឹងធ្វើអ្វីខ្លះនោះទេចំណែកព្រះនារីម្នាក់ទៀតហេតុអីមិនធ្វើពិតជាមនុស្សស្មោះត្រង់ទៅស្អែកបងនាំអូនទៅកន្លែងមួយទៅណាស្អែកអូននឹងបានដឹងហើយហេតុអីនាំខ្ញុំមកទីនេះអូនចូលទៅមុនទៅបន្តិចទៀតបងទៅតាមលោកស្រីជីមានពេលចាំរាមឋាននាងលីនខ្លឹមសារនៃការតាំងពិព័រណ៍រូបភាពលើកនេះគឺសុទ្ធតែជារឿងរ៉ាវរបស់ស្នេហាកាពីមុនចាំវ័យទៅបារាំងដើម្បីសិល្បៈទៅបង្ខំចិត្តបាយពីលីងស៊ីវការតាំងពិព័រណ៍នេះលោកប្រធានជីជាអ្នកឧបត្ថម្ភដើម្បីបន្តនិស័យចាស់មែនទេពិតណាស់ខ្ញុំក៏សង្ឃឹមបែបនេះដែរចាំវ័យជាកូនប្រសារក្នុងសុបិនខ្ញុំនេះគឺជាអតីតកាលរបស់គេថតទុកសិនទៅចាំគិតក្រោយទៀតអញមកធ្វើអីទីនេះនាងស្គាល់គេដែរហ៎នាងជាគូដែលដឹងដែរមិនស័ក្តិសមរបស់បងជាដូនមួយឯងហ្នឹងកូនស្រីតកូលចាំងតាមពិតនាងជាចាំងស៊ីយូសោះមិនមែនឲ្យតែជាមនុស្សស្រីចិត្តតែចូលផ្ទះយើងបាននោះទេនាងមិនដឹងទេអីការតាំងពិព័រណ៍នៅថ្ងៃនេះគឺវ័យរៀបចំឲ្យបងប្រុសខ្ញុំជាពិសេសអញ្ចឹងល្អហើយឲ្យខ្ញុំចិត្តតែមិនតែងទៅថ្ងៃនេះជាថ្ងៃដែលលេងស៊ីវសារភាពស្នេហ៍ចំពោះខ្ញុំគេបានឲ្យបាច់ផ្កាកុលាបដែលខ្ញុំចូលចិត្តបំផុតមនុស្សនឹងផ្កាដែលលេងស៊ីវធ្លាប់ចូលចិត្តពិតជាមើលទៅសាមញ្ញណាស់ហេចាំងស៊ីយូឈប់លើដងទៀតទៅមនុស្សដូចនាងប្រៀបដូចជាចលិនក្នុងភក់យកអីមកប្រៀបជាមួយវ័យបានប៉ុន្តែបងប្រុសនាងជ្រើសរើសខ្ញុំតើឬមួយក៏នឹងចង់និយាយថាគេសំបីតែចលិនក៏មិនស្មើអនុមានទៀតឈ្មោះចាំងស៊ីយូមិនមែនសម្រាប់អានាងហៅទេលើក្រោយចាំហៅថាបងថ្លៃនាងមានសិទ្ធអីនេះអ្នកណាឲ្យសិទ្ធនាងអ្នកណាឲ្យសិទ្ធនាងបងសៀវចាំងហេតុអីក៏បងមកទីនេះដែរខ្ញុំមិនមកតើធ្វើម៉េចនឹងបានឃើញទឹកមុខពើពោះរបស់នាងបងសៀវចាំងពួកយើងធំដឹងក្តីជាមួយគ្នាហេតុអីក៏បងនិយាយបែបនេះដើម្បីស្រីម្នាក់ដែរប្រេះពួកយើងគ្មានពាក់ព័ន្ធនឹងគ្នាទេអូយខ្ញុំមិនស្និទ្ធស្នាលជាមួយនាងទេលេងសៀវស៊ីយូហេតុអីកូនមកទីនេះបើមានលិនចាំងវៃហើយក៏ទៅឲ្យឆ្ងាយពីនាងទៅពួកយើងគ្រាន់តែជួបគ្នាបន្តិចបន្តួចប៉ុណ្ណោះលោកចង់ឆ្លៀតឱកាសបំបីបាក់គេបំណងដែលលោករៀបចំពិព័រណ៍នេះមិនតាន់ច្បាស់ទៀតអីគឺលោកជាអ្នកជ្រើសរើសអ្នកផ្សេងមុនតែហេតុអីខ្ញុំមិនអាចនៅជាមួយនឹងសៀចឹងនាងនិយាយថាម៉េចនាងនឹងលេងសៀវបាច់គ្នាមិនបានប្រមាណមកលួងលោមលោកសៀបាត់ហើយពិតជាស្រីរីមីមែនលោកស្រីជីខ្ញុំសូមប្រាប់លោកស្រីឲ្យគោរពចំពោះមិត្តស្រីរបស់ខ្ញុំផងត្រូវទទួលខុសត្រូវពាក្យសម្ដីខ្ញុំមិនរើសរែកនឹងដាក់តកូលជីចូលក្នុងបញ្ជីខ្មៅរបស់តកូលសៀឡើយមិនអីទេលេងសៀវនៅមានអូនឲ្យតែបងរៀបការជាមួយអូនតកូលលីនជារបស់បងទាំងអស់អីអំស្រីលេងសៀវចាំងវ័យទៅជាកូនអ្នកមានពិតប្រាកដឯងមិនត្រឹមតែជាកូនច្បងតកូលជីថែមទាំងជាអ្នកបន្តវេនទៀតឯងគួរតែដឹងថាត្រូវជ្រើសរើសអ្នកណាហើយមកនិយាយត្រូវខ្ញុំដឹងថាត្រូវរើសយ៉ាងណាហើយថ្ងៃនេះខ្ញុំសូមប្រើមីក្រូនេះប្រកាសរឿងខ្លះថ្ងៃនេះខ្ញុំសូមប្រកាសរឿងមួយចំនួនមើលចោះគេច្បាស់ជាសុំអាយរៀបការហើយគោលដៅរបស់ខ្ញុំជាលីងសៀវគឺមានតែចាំងស៊ីយូម្នាក់គត់លោកស្រីជីថាលោកជាអ្នកឧបត្ថម្ភពិព័រណ៍នេះចោះលោកនឹងអ្នកនាងលីនមានតំណែងអីនឹងគ្នា
ខ្ញុំហើយនឹងលីនជាងវ័យគ្មានអ្វីតែព័ន្ធគ្នាទេការតែគ្មានការឧបត្ថម្ភដល់ការតាំងពិព័រណ៍នេះដែរគឺលីនជាងវ័យត្រូវគ្នាជាមួយនឹងម៉ាក់ខ្ញុំរៀបចំឆាតល្ខោននេះឡើងដើម្បីបំបីខ្ញុំជាមួយនឹងជាងស៊ីយូតែប៉ុណ្ណោះទេ ជ័យលេងស៊ីវអាចឈួតហើយមែនទេបើឯងហ៊ាននិយាយប្រេះខ្លះទៀតយើងនឹងកាត់កាល់ឯងចោល ខ្ញុំជាលៀងស៊ីសុំស្បត់មនុស្សរបស់ខ្ញុំបេះដូងរបស់ខ្ញុំទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់គឺជារបស់នាងតែម្នាក់គត់ចឹងស៊ីយូបានទេ ភ្នាក់ខ្លួនហើយនៃកូនប្រុសសម្រាប់ចិត្តរបស់នាងខ្លាចជាកូនឆ្កែរបស់ខ្ញុំបាត់ទៅហើយ ចាំងស៊ីយូអូនគិតឲ្យច្បាស់សិនគិតឲ្យច្បាស់សិនទៅ សុំទៅអរគុណលោកអគ្គនាយកសៀនេះជាអ្វីដែលខ្ញុំចង់ប្រាប់លោក ស៊ីវជ័យសឹងស្រីម្នាក់នេះថោកទៀតណា បងទៅយល់ឡាន នាងប្រើប្រាស់ខ្ញុំរហូតមែនទេមែនទេ មែនហើយខ្ញុំគ្រាន់តែចង់ប្រើលោកដើម្បីឲ្យជាលេងសិទ្ធត្រឡប់មកវិញឥឡូវខ្ញុំធ្វើបានហើយអញ្ចឹងលោកអត់តម្លៃសម្រាប់ខ្ញុំទៀតហើយ ល្អណាស់ចាំងស៊ីយូនាងជាស្រីដំបងដែលហ៊ានលេងសើចជាមួយខ្ញុំ អត់ទេសុំទៅ ចាំងស៊ីយូខ្ញុំសូមសួរសំណួរចុងក្រោយបើខ្ញុំជួបនាងមុនគេតើនាងត្រូវរើសខ្ញុំទេខ្ញុំសូមសួរសំណួរចុងក្រោយបើខ្ញុំជួបនាងមុនគេតើនាងត្រូវរើសខ្ញុំទេ អត់ទេសុំទៅខ្ញុំគ្មានសិទ្ធិនិយាយរឿងស្នេហាទេខ្ញុំមានភារកិច្ចរបស់ខ្ញុំ បងប្រុសនេះជាស្រាបណ្ដេញជាទឹកដូចទេណាបងផឹកបែបនេះមិនកាន់ទេ លែងទៅ ដូចស៊ីនេះជាកិច្ចសន្យារបស់តកូជី លុបចោលរាល់កិច្ចសហការជាមួយតកូជីទាំងអស់ហើយទូទាំងក្រុងនេះក្រុមហ៊ុនណាដែលរកស៊ីជាមួយតកូជីត្រូវដាក់ក្នុងបញ្ជីខ្មៅទាំងអស់ បាទនេះគឺការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងពួកគេទាំងពីរផ្អើលពេញក្រុងជាងទៅហើយបើនៅតែបន្តបែបនេះទៀតក្រុមហ៊ុនតូចតាចពួកយើងច្បាស់ជាជាប់ជំខានទេឥឡូវចឹងទៅពីថ្ងៃទៀតជួយរៀបចំពេលទំនេរឲ្យបងខ្ញុំនឹងជួយនិយាយសម្រុះសម្រួលពួកគេទាំងពីរនេះឲ្យចុះ ឯងជាមនុស្សគ្មានប្រយោជន៍ស្រីប្រភេទហ្នឹងឯងដោះស្រាយមិនចេញតើឯងធ្វើអីកើតទៀតមីងហ៊ានវាយខ្ញុំតកូលីនខ្ញុំក៏មានមុខមាត់នៅក្នុងក្រុងនេះដែរមិនស្មានថាហ៊ានវាយយើងសោះនេះ ពួកយើងឆ្លោះគ្នាបែបនេះមិនស្មើនឹងរកវិធីកម្ចាត់ស្រីថោកទាបនោះទេនៅមានវិធីអីទៀតលេងសៀវគេច្រាស់រើសនាងបាត់ទៅហើយប្រហែលថ្ងៃទៀតលេងសៀវនឹងទៅភូមិមកគ្រឹះជាវសួយជាមួយពួកហើចៃណានឯងទៅជាមួយគេដែរទៅស្រីម្នាក់នោះល្បិចវិញ្ញាណាត្រូវរកវិធីឲ្យលេងសៀវឃើញមុខមាត់ពិតរបស់នាងទៅ កន្លែងនោះអូនច្បាស់ជាចូលចិត្តជាមិនខានហេតុអីមិនតន់ធ្វើដំណើរទៅទៀតមិនបាច់ប្រញាប់ទេចាំតែសិនទៅមកហើយហ៎ហេតុអីបានជាមិនប្រាប់ខ្ញុំថាគេមកដែរហើយសុទ្ធតែជាបងប្អូននឹងគ្នានោះទេទើបហៅមកជាមួយគ្នានៅតំបន់កំសាន្តត្រូវឆ្លងកាត់ភ្នំគ្រប់គ្នាឡើងទៅឆាប់ឡើងអេលបងចឹងក្រោយបងមានឡានដែរតា ឡានខ្ញុំបើកផ្លូវភ្នំមិនទៅស្រួល
តាជាងអីទេបងចឹងបងមិនអីទេអង្គុយខាងមុខទៅ មិនអីទេ និយាយទៅតើពួកឯងទៅពីចាប់ផ្ដើមពីកាល ឯងសួរពីពេលដែលខ្ញុំបានជួបនាងឬក៏ពេលដែលនាងជួបខ្ញុំដំបូង គោះហាច់ពេកហើយ មិនខុសគ្នាទេ តើចរិតសភាពរបស់ឯងទៅណាហើយ ខ្ញុំមិនអាចធ្វើខ្លួនជាសភាពបរិសុទ្ធស្អីនឹងទេជីលីងសៀឯងក៏មិនខុសគ្នាដែរជីលីងសៀឯងក៏មិនខុសគ្នាដែរលើកមុនគឺពេលយប់លើកនេះនឹងមិនអីនោះទេ ហេមើលចុះ កុំអីចាប់ដៃ ការពីគេមែនទេ អត់ទេអូនគ្រាន់តែខ្លាចបងឆែកឆាយពេក ពិតមែនទេពិតមែនទេ មិនបាច់មកធ្វើពុតជាអាណិតនៅមុខខ្ញុំទេខ្ញុំមិនអាចស៊ីស្មៅចាស់ទេចុះទម្រាំតែមនុស្សប្រភេទថោកទាបដូចជានាង បានហើយសុទ្ធតែជាបងប្អូនគ្នាទេមានរឿងអីរកស៊ីជាមួយគ្នាទៀតខ្ញុំរៀបចំទុកអស់ហើយណាយកបន្តិចទៅផឹកនៅវិឡារបស់ខ្ញុំទៅមកបងប្រុសតោះឆាប់ឡើងយ៉ាងម៉េចដែរ លេងសៀវ ហេតុអីក៏នាងមកទីនេះខ្ញុំមិនចង់ឃើញមុខនាងទេការពិតទៅគឺណែឲ្យគេទៅវិញទៅ បងចាណាននេះយប់ច្រើនណាស់ហើយខ្ញុំមិនអាចត្រឡប់ទៅម្នាក់ឯងបានទេ បើចឹងចាំស្អែកទៅកុំរំខានពួកគេអី ចាំសិជូនាងចាំមើលទៅថ្ងៃនេះខ្ញុំនឹងហែកមុខពិតរបស់នាង មានការអីមែនទេ ឈប់ធ្វើពុតទៅ មានរឿងអីនិយាយមក លើកមុននៅហាងកាហ្វេនាងមានចេតនាធ្វើឲ្យខ្ញុំខឹងដើម្បីឲ្យខ្ញុំជាកាហ្វេដាក់នាងលេងសៀវគេបានឃើញ ខ្ញុំមិនដឹងថានាងកំពុងនិយាយពីអីទេបើនាងមានអារម្មណ៍ថាអញចិត្តធម៌អញទៅប្រាប់លេងសៀវថាគ្រប់យ៉ាងជាកំហុសខ្ញុំ ឯងមិនហ៊ានទទួលស្គាល់តាមមែនទេខ្លាចយើងថតសម្លេងហ៎ បើគ្មានមែនទេទោះបីជាមុខមាត់នាងមើលទៅចាស់បន្តិចប៉ុន្តែល្បិចនាងនៅខ្ចីណាស់អ្នកនាងលីន បាត់ជាពុតថោកទៀតដែលចេញពីរុនក៏ដល់មែនលេងសៀវគ្រាន់តែត្រូវឯងបាត់ភ្នែកតែមួយពេលប៉ុណ្ណោះមិនយូរទេគេនឹងដឹងថាឯងជាស្រីថោកទៀត ចាអ្នកនាងលីនវិញនោះជាមនុស្សប្រភេទណាពេលមានមិនចេះរក្សាពេលបាត់បង់ទៅមកស្រ័យក្រោយបែបហ្នឹងទៅផៃថាថោកទៀតពិតប្រាកដនាងដូចជាលើខ្ញុំទៅទៀតមែនទេ ស្រីថោកទៀតឯងជឿទេថាខ្ញុំនឹងប្រាប់លេងសៀវអំពីមុខមាត់ពិតរបស់ឯងឥឡូវនេះ អ្នកនាងលីនហេតុអីក៏នាងចង់ហិង្សាដាក់ខ្ញុំទៀតហើយតើនាងដឹងថាលេងសៀវនឹងជឿនាងឬក៏ជឿខ្ញុំលោកមកតាំងពីពេលណា មុននេះមុខនាងកាត់ស្អីទៅ មិនពាក់ព័ន្ធនឹងលោកទេ កាត់អីនរណាធ្វើអូនពិបាកចិត្តហេតុអីក៏មុខក្រហមបែបនេះ អូនមិនអីទេអូន
អូនមិនអីទេ យ៉ាងស៊ីយូនាងបកកែណាស់ ចង់តែមែនតើណី តាឯងកំពុងមាន បាន ក្រុម មិន អី ចឹ ចឹ ង ង តែកុំទៅអីល្អជាងពួកយើងហើយនាងតែញ៉ាំបាយអ្វីដែលខ្ញុំនិយាយគឺជាការពិតលេងសៀវដឹងថានាងពេលខ្ញុំកាត់ប្រយុទ្ធមិញគឺខ្ញុំអ្នកខត់គេមិនឲ្យខឹងខ្ញុំថែមទាំងប្រាប់គេកុំឲ្យបន្ទោសនាងទៀតគ្រប់យ៉ាងមកពីខ្ញុំមិនល្អតែធ្វើឲ្យនាងមិនចូលចិត្ត ចា ខ្ញុំ សយូ លេងសៀវ លេងសៀវយកមិញខ្ញុំប៉ាត់ជាបានវាយនាងប៉ាត់មែនតែមិនថាភីភីនិយាយឲ្យប្រាប់លោកទេវាមិនមែនជាការប៉ាត់ដូចនាងនិយាយឡើយ នាងពិតជាបានវាយគេមែនអញ្ចឹងបានជាយំអញអូនមុខក្រហមម្លេះ ស្ដាប់ខ្ញុំបញ្យល់សិននាងច្បាស់ជាប្រាប់លោកថាខ្ញុំវាយនាងដោយគ្មានហេតុផលការប៉ាត់នាងជា នាង អ្នក មិន នេះ បាន ដល់ និយាយ ឲ្យ ប្រាប់ ខ្ញុំ ខ្ញុំថានាងវាយគេទេ ថាម៉េចចាសយូស្រេចថប់ទៀតឯងរៀបល្បិចដាក់យើង បើគ្មានផុសតាងកុំមកចោលប្រទេសដែរ ខ្ញុំអាចធ្វើជាសាកសីបានយប់មិញខ្ញុំឃើញគ្រប់យ៉ាងយប់មិញនៅមាត់ចន្ទើខ្ញុំឃើញរឿងសប្បាយៗជាច្រើនមិននឹកស្មានថាមនុស្សម្នាក់នោះមានមុខមាត់ផ្សេងដែលគេគិត ល្អណាស់ទេបំផុតមានអ្នកជួយរកយុត្តិធម៌ឲ្យខ្ញុំហើយបានលេងសៀវដឹងថាឯងធ្វើពុតចាំមើលគេត្រូវការឯងទៀតទេ ឯងបានឃើញស្អី លេងសៀវការសម្ដែងគេជាការពិតមែនទេប្រហែលជាគេចង់បំបែកបំបាក់ពួកយើងទេ ស៊ីចាំងជាអ្នកបន្តវេនមហាសេដ្ឋីក្រុងចាំងគេកំចាប់ឯងប្រើតែម្រាមដៃមួយតែប៉ុណ្ណោះតែចាំបាច់អីត្រូវមកកុហកដើម្បីឯងលោកអគ្គនាយកស៊ីបញ្ញាប្រាប់ការពិតមកដើម្បីឲ្យគ្រប់គ្នាបានស្គាល់មុខមាត់ពិតរបស់ស្រីថោកទាបម្នាក់នេះផង យប់មិញខ្ញុំឃើញនឹងភ្នែកថាជាងស៊ីយូបានភ្នាល់ជាមួយនាងហើយនាងថែមតែបង្ខំឲ្យគេលុតជង្គង់សុំទោសទៀតមិនស្មានសោះថានាងមានចរិតបែបនេះ ពួកឯងនិយាយបំបាយខ្មៅជាសចាស់ស៊ីយូឯងលងលោកស៊ីឲ្យជួយកុហកឯងជាស្រីឥតកេខ្មាស់ លេងសៀវខ្ញុំអត់បានធ្វើទេ គឺនាងធ្វើប៉ុន បានហើយនៅមាត់ចន្ទើមានកាមេរ៉ាសុវត្ថិភាពបើមើលទៅដឹងហើយ មែនហើយមានកាមេរ៉ាតាស៊ីយូឯងហ៊ានមើលអត់បើអ្វីដែលខ្ញុំនិយាយជាការពិតខ្ញុំនឹងដើរចេញពីលេងសៀវដោយខ្លួនឯង ចុះបើនាងចោទប្រកាន់នាងខុសវិញ អញ្ចឹងខ្ញុំនឹងលុតជង្គង់ឲ្យនាងហើយផ្ទះកំភ្លៀងខ្លួនឯង10ដៃ វីដេអូយំមិញយកមកដល់ហើយ ចង់ឲ្យបញ្ចាំងលើអេក្រង់ធំតែម្ដងទេបែបហ្នឹងទើបមើលឃើញច្បាស់គ្រប់គ្នា ល្អតាគ្រប់គ្នានៅទីនេះស្រាប់ចាត់ទុកថាធ្វើជាសាក់សៃជាមួយគ្នា គិតម្ដងទៀតទេ មិនបាច់ទេ ខ្ញុំមិនដឹងថានាងនិយាយពីអីទេបើនាងគិតថាអញចិត្តទេធေါ်ខ្ញុំអាចតែប្រាប់លេងសៀវថាជាកំហុសរបស់ខ្ញុំ ហេតុអីទៅជាបែបនេះទៅវិញ វយហេតុអីគ្នាធ្វើបែបនេះ មុខមាត់ស្អាតបាត់សោះមិននឹកស្មានថាចិត្តអាក្រក់សាហាវម្ល៉េះតួឯងស្រីខំតែរុំទុំដាក់រហូតមនុស្សប្រភេទហ្នឹងពិតជាគួរឲ្យខ្ពើមណាស់ មិនមែនទេវាមិនមែនបែបហ្នឹងទេវីដេអូនេះច្បាស់ជាត្រូវគេកាត់តហើយ ជីលីងស៊ីវនេះឬជាមនុស្សស្រីដែលអាចធ្លាប់ស្រឡាញ់ស្ទើរងាប់រស់នោះ នេះនៅមានអ្វីចង់និយាយទៀត ជប់សិនរឿងតែកំភ្លៀង10ដៃដែលនាងសន្យាលើកមុនដល់ពេលអនុវត្តហើយ សេចឹងតកូនលិនរបស់ខ្ញុំមានអំណាចនៅក្នុងក្រុងនេះដែរទោះបីជាលោកមិនផ្ដល់មុខមាត់ឲ្យខ្ញុំក៏ត្រូវយល់ដល់ប៉ាខ្ញុំដែរហេតុអីលោកហ៊ានមកងាយខ្ញុំ អញ្ចឹងហ៎ចុះបើឲ្យខ្ញុំឬចង់ឲ្យខ្ញុំហៅប៉ានាងមកដល់ផ្ទះ លេងសៀវហេតុអីក៏បងមិនជួយនិយាយឲ្យខ្ញុំខ្លះបងមិនជួយខ្ញុំទេមែនទេ ការអត់ធ្មត់របស់ខ្ញុំមានកំណត់បើនៅតែមិនព្រមធ្វើមានតែឲ្យប៉ានាងមកបង្រៀននាងដល់ផ្ទាល់ហើយ តែខ្លាំងតែទៅអត់បាយស៊ី ឬមួយឲ្យខ្ញុំនាំនាងចេញទៅពួកយើងសុទ្ធតែជាអ្នកមានមុខមាត់ដូចគ្នាកុំធ្វើនាងខ្មាស់គេពេកអី ខ្ញុំគិតហើយថាខ្ញុំមិនចង់នៅក្រុងជាមួយនាងទេ ល
លោកមានន័យថាម៉េចសេចាំងលោកចង់ដាញ់ខ្ញុំចេញពីក្រុងចាំងមែនទេ ជីលីស៊ូអញ្ចឹងអាចចង់ធ្វើយ៉ាងម៉េច សេចាំងខ្ញុំជាកូនតូចរបស់ប៉ាខ្ញុំគាត់មិនព្រមឲ្យលោកធ្វើបែបនេះដាក់ខ្ញុំដាច់ខាត អញ្ចឹងឲ្យនាងនិងប៉ានាងនាំគ្នាចេញពីក្រុងចាំងទាំងពីរនាក់ទៅ លោកថាលោកមិនបានឃើញទេមែនទេ មកពីខ្ញុំដឹងថានាងមិនចង់ឲ្យខ្ញុំឃើញ លោកច្បាស់ជាធ្លាប់និយាយថាស្អប់ខ្ញុំចុះហេតុអីនៅជឿដោះស្រាយរឿងវីដេអូឲ្យខ្ញុំទៀត ស្អប់គឺស្អប់តែខ្ញុំមិនអាចឈប់មើលគេធ្វើបាបនាងបានទេលើកក្រោយបើចង់សងសឹកអាចបដូរវិធីផ្សេងបានមិនចាំបាច់ធ្វើឲ្យខ្លួនឯងរបួសនោះទេ វិធីផ្សេងហី តាមអ្វីដែលអូនត្រូវការ លោកនឹងច្បាស់ហើយថាខ្ញុំមិនមែនជាមនុស្សល្អទេ នាងពិតជាអាក្រក់មែនយ៉ាងស៊ីយូនាងហ៊ានលេងសើចជាមួយខ្ញុំផងយ៉ាងម៉េចមិនទទួលស្គាល់ មែនហើយខ្ញុំពិតជាកំពុងលេងសើចនឹងលោកមែនចុះយ៉ាងម៉េច អញ្ចឹងបន្តទៀតទៅ បន្តស្អី កុំឈប់អីបន្តទៀតទៅ លោកឈួតហើយខ្ញុំនឹងជាលេងសៀវត្រូវគ្នាវិញហើយកុំធ្វើខុសទៀតអី យ៉ាងស៊ីយូកំហុសដ៏ធំបំផុតដែលខ្ញុំបានធ្វើគឺការដែលខ្ញុំមិនចាប់នាងឲ្យជាប់តាំងពីដំបូង ម៉ាក់និយាយថាម៉េចជាសាំងដាញ់តកូលីនចេញពីទីក្រុងចាំងតកូជីនិងលីនពាក់ព័ន្ធគ្នាខ្លាំងណាស់មិននឹកស្មានថាជាសាំងហ៊ានធ្វើដល់ថ្នាក់នេះធ្វើឲ្យក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងខាត់បងធ្ងន់ធ្ងរណាស់ចុះបងប្រុសដឹងរឿងនេះទេមនុស្សអន់ដូចតែគេនោះហ៎គេមិនត្រឹមតែដឹងពេលសៀចឹងដាច់តកូលីនចេញទេគេសុំបីតែមាត់ក៏គេមិនហ៊ានហៅផងហេតុអីបងប្រុសប្រាព្រោះដល់ថ្នាក់ហ្នឹងកាលពីមុនគេស្ដាប់មកបំផុតហើយព្រោះមីស្រីមីយាជាងស៊ីយីហ្នឹងមិនដឹងជានាងប្រាស់ល្បិចអីទេធ្វើឲ្យលីងសៀវវងវែងវងវាន់បាត់ស្មារតីអស់ស្រីថោកទាបនេះមិនត្រឹមតែលួងលោមបងប្រុសទេថែមទាំងមកតាក់ទាញបងសៀចឹងទៀតខ្ញុំពិតជាចង់ហែកទ្រង់នាងណាតែម៉ាក់បាននិយាយជាមួយលោកតាសៀរួចហើយលោកតាយល់ព្រមលើរឿងការងាររបស់កូនហើយស៊ីសៀវឯងមានការរៀបការរវាងកូននិងសៀចឹងនោះតកូលជីរបស់យើងនឹងមានសង្ឃឹមឡើងវិញ កាប់ក្មេងខូចដាក់មើលទីអឺអញ្ចឹងមកនេះមកនេះគឺជាសៀវសៀវបងជីដូនមួយលីងសៀវកាប់ពីក្មេងធ្លាប់ជួបគ្នាតានៅចាំបានទីនឹងយ៉ាងម៉េចចង់រៀបចំឲ្យខ្ញុំជួបគូទៀតហើយ មិនមែនគ្រាន់តែជួបនោះទេគឺភ្ជាប់ពាក្យតែម្ដងទៅចាំលោកតារត់ថ្ងៃល្អឲ្យរៀបចំពិធីភ្ជាប់ពាក្យឲ្យឯងនឹងលីងសៀវជាបងប្អូនល្អនឹងគ្នាលើកនេះចាត់ទុកថាស្និទ្ធស្នាលទ្វេដងហើយ ខ្ញុំមិនអាចភ្ជាប់ពាក្យជាមួយនឹងទេ ឯងចង់មានន័យថាម៉េចនឹងសូម្បីតែលោកតាក៏ឯងមិនស្ដាប់តាមដែរអី ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ឯងស្អែកនេះមករបស់បងចៅអូនដើមផ្សារជាមួយនឹងគាត់ដើម្បីជួយរកសម្លៀកបំពាក់សម្រាប់មង្គលការរបស់យើងនិងរបស់ផ្សេងៗ ចុះក្រែងអ៊ំស្រីមិនដែលយល់ព្រមរឿងយើងទេហេតុអីក៏ស្រាប់តែណាត់ខ្ញុំទៅដើរផ្សារ ពួកយើងជិតរៀបការទៅហើយទោះជាគាត់មិនព្រមក៏ធ្វើអីមិនកើតដែរស៊ីយូអូនគឺជាភរិយារបស់តកូជីតែម្នាក់គត់របស់បងអូនគឺជាភរិយារបស់តកូជីតែម្នាក់គត់របស់បងអមមែនហើយលើថាសៀចឹងជិតជាប់ពីជាមួយនឹងបងស្រីបងហើយកើតអី គ្មានអីទេខ្ញុំដើរមកដល់ចំណុចនេះហើយខ្ញុំមិនអាចឲ្យរឿងរញ៉េរញ៉ៃមករំខានអារម្មណ៍បានទេ ច្បាយព័ត៌មាននាងចឹងរកឃើញហើយហេតុអីក៏ស្រាប់តែលោកចង់ស៊ើបពីនាង
ឥឡូវចាំងស៊ីយូនៅណា ជំរាបសួរលោកស្រីជីថ្មីនេះមានតំណែងមកថ្មីច្រើនណាស់ ល្អមួយគូនេះស្អាតតែ លោកស្រីជីចង់ខ្ញុំជួយបដូរឲ្យ មិនបាច់ទេនាងនឹងបដូរឲ្យខ្ញុំយ៉ាងម៉េចដែរមិនចង់ធ្វើទេកូនប្រសាបំរើម្ដាយក្មេកជារឿងធម្មជាតិកុំឲ្យគេថានាងជាមនុស្សគ្មានសិលធម៌ណា ច្បាស់ណាស់ខ្ញុំនឹងបម្រើនាងឲ្យបានល្អបំផុត ក្នុងលោកនេះឋានៈវណ្ណៈគឺជាច្បាប់ដែលមិនអាចកែប្រែបានទោះជាឯងពាក់មាសពាក់ពេជ្រយ៉ាងណាក៏ដោយក៏នៅតែមានវាសនាលុតជង្គង់បំរើគេដដែល អ្វីដែលអ្នកម៉ាក់និយាយគឺត្រឹមត្រូវហើយ រួចរាល់ហើយហ៎អូអើយ អ្នកម៉ាក់កើតអីហ្នឹង អើយហេចាក់ស៊ីយូគឺឯងមានចេតនាធ្វើមែនទេ សុំតើម៉ាក់ខ្ញុំមិនមែនជាអ្នកជំនាញទេបើឲ្យបុគ្គលិកគេជួយបដូរស្បែកជើងឲ្យច្បាស់ជាមិនកើតរឿងបែបនេះឡើយ នេះ រូបនេះយ៉ាងម៉េចដែរ លេងសៀវសុំតើម៉ាក់ឲ្យអូនជួយបដូរស្បែកជើងតែអូនអាចចេតនាធ្វើឲ្យគាត់របួស ម៉ាក់នៅក្នុងហាងមានបុគ្គលិកច្រើនអ្នកណាស់មិនគ្រប់ឲ្យម៉ាក់ប្រាស់ទេហេតុអីបង្ខំឲ្យស៊ីយូបដូរស្បែកជើងឲ្យម៉ាក់ទៀត លោកស្រីនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ អូគឺមួយនេះ ខ្ញុំមិនដែលឃើញមនុស្សស្រីដូចជានាងទេនាងហ៊ានណាស់ខ្ញុំគ្រាន់តែចង់សួរថាជីលីងសៀតដឹងទេថារឿងដែលនាងជួយលោកតារបស់គេគឺជាគម្រោងដែលនាងរៀបចំឡើងទាំងអស់នាងលួចឆ្នាំរបស់លោកតាហើយធ្វើពុតជាសង្គ្រោះគាត់ពេលកំពុងធ្វើទុកដើម្បីបោកយកទំនុកចិត្តពីគាត់ដើម្បីបានរៀបការជាមួយគ្រួសារអ្នកមាននាងពិតជាចំណាយកម្លាំងរៀបល្បិចខ្លាំងមែនទែន លោកចង់គំរាមខ្ញុំ បើនាងធ្វើបែបនេះដើម្បីលុយគួរតែមករកខ្ញុំព្រោះខ្ញុំមានលុយច្រើនជាងជីលីងសៀវទៅទៀតកុំលេងសាច់អីខ្ញុំជារៀបការហើយលោកក៏បានផ្ចាប់ពាក្យរួចហើយដែរខ្ញុំមិនចង់ធ្វើជាសង្សារលុយលាក់របស់លោកទេ ចុះបើឧបមាថាខ្ញុំធ្វើជាសង្សារលុយលាក់របស់នាងវិញនាងកុំបារម្ភអីខ្ញុំដឹងពីច្បាប់ធ្វើជាសង្សារលុយលាក់ច្បាស់ណាស់ខ្ញុំមិនប្រាប់ជីលីសៀវទេហើយក៏មិនបង្កបញ្ហាឲ្យនាងដែរ លោកឈួតហើយមែនទេ មែនហើយខ្ញុំឈួតតាំងពីថ្ងៃដែលខ្ញុំស្រឡាញ់នាងមកខ្ញុំក៏ខ្លាចជាមនុស្សឈួតបាត់ទៅហើយ ស៊ីយូតាយ៉ាងម៉េចហើយនឹងស៊ីយូអូនមានសម្លេងអីនឹង កុំប្រេះផ្ដាស់គេលឺឥឡូវ យ៉ាងម៉េចហើយ ទោះបីជាគេលឺក៏គ្មានបញ្ហាអីដែរ អូនកាត់អីនឹង អូនគ្រាន់តែទៅជើងបន្តិចធ្វើអីនឹងចាញ់តែ ចុះបើខ្ញុំមិនទៅ ស៊ីយូ តើលោកចង់បានអីឲ្យប្រកាន់ ឲ្យតែនាងព្រមតាមលក្ខខណ្ឌខ្ញុំមួយខ្ញុំនឹងទៅភ្លាម បងចូលទៅហើយណា ខ្ញុំព្រមហើយ អូនមិនអីទេ មិនអីទេអូនតែទៅសាក់ខោអាយរួចជួយមិនតិចមក ប្រពន្ធរបស់បងស្លៀកស្អីក៏ស្អាតដែរទូទៅប្រើ ច្បាស់ ហើយ យើងប្រាប់ថារោគមួយនេះស័ក្តិសមនឹងអ្នកនាងខ្លាំងណាស់ពួកយើងជូនអ្នកនាងមិនគិតថ្លៃ ស្លៀករ៉ូបនេះហើយញញឹមឲ្យស្អាតមក មានរឿងអី គ្មានអីទេតាតែ អាយមកធ្វើទីនេះ បងប្រុសខ្ញុំចង់ឲ្យបងជួយខ្ញុំរឿងមួយ បើសិនជាមានការអីទៅរកម៉ាក់បងទៅ
បងរឿងភ្ជាប់ពាក្យខ្ញុំនឹងស៊ីចាំមិនទាន់ច្បាស់លាស់បងនឹងគេជាបងប្អូនល្អនឹងគ្នាជួយខ្ញុំតិចទៅ ខ្លួនឯងគ្មានសមត្ថភាពសូម្បីតែមនុស្សប្រុសម្នាក់ក៏ដោះស្រាយមិនចេញចុះឲ្យបងជួយអញយ៉ាងម៉េច ខ្ញុំគ្មានសមត្ថភាពដូចអ្នកខ្លះមែនដែលមានម្នាក់ហើយអាចតាក់ទាញម្នាក់ទៀតបាន បិទមកទៅ អើយបងឲ្យតែរឿងខ្ញុំនឹងបងសៀចឹងជោគជ័យវានឹងល្អសម្រាប់ពួកយើងទាំងពីរមែនទេ អញចុះឲ្យបងជួយយ៉ាងម៉េច ចំសប្តាហ៍ក្រោយថ្ងៃខួបកំណើតរបស់លោកតាបងជួយណាត់បងសៀចឹងឲ្យខ្ញុំផង ដឹងហើយ លោកតារីករាយគប់កំ ឲ្យ ណត់ ចឹងមកហើយ ណែប្រញាប់ទៅបងសៀចឹងខ្ញុំរងចាំបងយូរហើយ រងចាំខ្ញុំធ្វើអី លោកតាចាំប្រាប់ថាឲ្យខ្ញុំជួបបងឲ្យបានច្រើនដើម្បីបង្កើនមនោសញ្ចេតនា បារម្ភពីលោកតានឹងទៅបានហើយហេតុអីត្រូវស្ដាប់តាមលោកតាខ្ញុំរហូត លោកតារីរីថ្ងៃកំណើត រីរីថ្ងៃខួបកំណើត ស៊ីយូមកហើយខានជួបចៅប្រសាស្រីយូអើយលោកតាក្រុមហ៊ុនមានការបន្ទាន់ខ្ញុំត្រូវទៅមួយផ្លែតបន្តិចទៀតខ្ញុំមកវិញអញ្ចឹងទៅចុះបងទៅសិនហើយណាមើលថែខ្លួនលោកដាក់គ្រប់គ្នាអង្គុយចុះទៅ លោកតាខ្ញុំដឹងថាលោកតាចូលចិត្តផឹកតែខ្ញុំសម្រិតសម្រាំងជូនលោកតាតែពូហ្វូយៀនឆាងជាពិសេស តែរបស់ហ្វូយៀនឆាងទោះជាមានលុយក៏មិនប្រកាសថាទិញបានដែរឲ្យពុតជាយកចិត្តទុកដាក់មើល សម្រាប់សហគ្រិនបានជោគជ័យដូចជាលោកតាច្បាស់ជាត្រូវផឹកតែល្អបំផុតហើយ ស៊ីផ្ទះយើងពិតជាដឹងគុណមែនអេស៊ីយូមកដឹងថាឯងមានកាដូអីជាពិសេសជូនលោកតាយកចេញមកឲ្យគ្រប់គ្នាឃើញមើល លោកតាក៏ដូចខ្ញុំរៀបចំមិនសូវមានតម្លៃដូចជារបស់ CCT ក៏ដូរមិនសំខាន់លើតម្លៃទេសំខាន់លើទឹកចិត្ត អូយមើលចោះចេះស្អីគេហ្នឹង នេះជាលើកដំបូងដែលខ្ញុំធ្វើភេជ្ជៈដឹកជើងមិនសូវចំណានទេ ខ្ញុំស្មានតែជារបស់មានតម្លៃមិននឹកស្មានថាជារបស់អេតាយសោះពិតមែនហើយមិនខុសទេមកពីគ្រួសារតូចតាចទៅចំណាយចាស់តែចាស់បែបនេះមកជូ តាម ន ដែលខ្ញុំដឹងចានដែលមានក្បាច់នាគពពកបែបនេះជាការរចនារបស់តកូជីនតា ស្អីគេ តែគួរស្ដាយប្លង់រចនារបស់វាបាត់យូរមកហើយណាពុតជាគួរស្ដាយមែនហេតុអីក៏ចៅអាចធ្វើឲ្យដូចបេះបិទ គឺដោយសារលេងសើចូលជារូបថតចាស់ៗទៅខ្ញុំអាចធ្វើវាមកបាន ពួកឯងនឹងត្រឹមថាខ្ញុំជាសហគ្រិនដែលជោគជ័យតែតាមពុតទៅកាលពី50ឆ្នាំមុនពេលដែលតាធ្វើជាជាងសិប្បកម្មនោះទៅជាពេលវេលាដែលតាមានក្តីសុខបំផុតណា ស៊ីយូមានតែចៅម្នាក់ទេដែលយកចិត្តតាមិនដូចពីរអ្នកនេះទេស្គាល់តែលុយ មិនមែនបែបហ្នឹងទេ ឲ្យតែលោកតាសប្បាយចិត្តគឺគ្រប់គ្រាន់ហើយ ស្រែកថោកទៀតនេះពិតជាគ្មានគេខ្មាស់មិនត្រឹមតែធ្វើឲ្យបងប្រុសខ្ញុំមកវិញថែមទាំងមកលួងលងលោកតាឲ្យជឿឆ្លងទៀតម៉ាក់មានវិធីមួយទៅលួចកងដៃនៅលើដៃរបស់នាងមកម៉ាក់ចង់សម្ដែងលើកងដៃហ្វាម៉ង3000នោះមែនទេនោះជារបស់សន្សំដែលលោកតាស្រឡាញ់បំផុតបើនាងធ្វើឲ្យបាក់នាងមានមុខអាណានៅតកូជីបន្តទៀតបាន ក្តំនេះល្អមែនទែនតែញ៉ាំទៅពិបាកតិចហើយពុតជាល្អ លោកតា ណាស់ ចាំចៅបកឲ្យខ្ញុំជាអ្នកភាគខាងត្បូងជំនាញរឿងបកគ្រីស្មាត់ ល្អ លោកតាចិត្តរាយដោះហើយកងដៃមានតម្លៃបែបនេះហ៊ានដោះឲ្យងាយងាយហ៎ ស៊ីយូធ្លាប់ជួយជីវិតយើងត្រឹមតែកងដៃមួយមានអីត្រូវឆ្ងល់គួរស្ដាយណាស់កាលនោះយើងដេញថ្លៃបានត្រឹមតែរបស់សម័យមីងហើយចំណែកកងដៃທາງសានឆៃពុតប្រកបនោះមិនដឹងថានៅក្នុងដៃនេះប្រមូលទិញមួយណានោះទេយើងស្មានមើលទៅយ៉ាងហោចណាស់ក៏មានតម្លៃ700លានដែរ ទោះជារបស់ចម្លងក៏មិនថោកដែរមែនទេ លោកតាខ្ញុំជូនលោកតា នាងមិនមើលទេមែនទេ សុំទៅបងថ្លៃខ្ញុំមិនបានចេតនាទេ ខ្ញុំសុំតែបន្ទប់ទឹកមួយផ្លែត បងថ្លៃកងដៃម៉ាហ្វុង3000អាចឲ្យខ្ញុំខ្ចីមើលបន្តិចបានទេ ចម្លែកណាស់ខ្ញុំដាក់វានៅត្រង់នឹង តម្លៃ តែ ដល់ថ្នាក់នេះបងថ្លៃមិនមែនធ្វើឲ្យបាត់ទេដឹងពិតមែនហើយនេះជារបស់សន្សំដែលលោកតាស្រឡាញ់បំផុតឯងដូចជាមិនប្រយ័ត្នសោះ ចាំខ្ញុំទៅរកមើលម្ដងទៀត រកឃើញហ្នឹងកន្លែងនេះមានភាពឯកជនខ្លាំងណាស់សូម្បីតែកាមេរ៉ាសុវត្ថិភាពក៏គ្មានដែរមិនដឹងជាបុគ្គលិកណាលួចយកទៅបាត់ហើយទេ បានអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីស កងដៃថ្លៃត្រូវនាងធ្វើបាត់ទោះបីជារកឃើញវិញក៏ដោយក៏ពិបាកនឹងឲ្យលោកតាជឿទុកចិត្តនាងដោយដើមវិញដែរ លោកចង់និយាយពីអី ខ្ញុំអាចជួយនាងបាន អ
vô tao và tay mọ mới dục mấy na tay nào tay lông bôi tươi để bông nóng bông như tụi tao tao mùi mau về con nhóm nơi trang thơ nơi điểm lịch làm ở lấy khai ra không ra vô nữa đồng hành cái giờ khuyên tôi tay dương kẹt làm nha chứ quà ra gì con thì muốn chua rồi mà lấy riêng nó tập luyện ra tập luyện đặt thì nó mua được vậy đặt được rồi nên làm chơi là anh được thôi cái bộ là không ấy còn hai này đó ôi sai nhau còn đồ mua đi nên em đã sắp lộ hả nó bị chụp mai lên nhóm chạy đó mua tu chỉ đập ở nhóm xe nhà tôi tỏ tôi từ bông nhưng rồi của tôi những người đang có còn một chỗ
này mẹ này đang có lắm người luôn mà nó tuổi tăng cái nàyจะสิเตรนเลยเหรอ xin chọn ถ้าใครจะเล่นเตาว่าทำได้ lối mà เงินติดกับเนี่ยคือมาไอ้ที่หมอที่เอาไปสิเปิดเลยไอ้นกกรมจะเล่นจะเฮ้ยเราตามไปที่เราที่ที่เราที่เราที่เราอยู่เตาอยู่บ้านชื่อanh hát lên là nông chờ làm mẹ anh tao anh xây lại buôn làm thay cái lồng xì ngay muôn ngay muôn lối đó tân luôn luôn nó không cái ra chỉ làm quần để phải chán nữa nên nên tìm sự đây lòng cái gì lòng là năm nay những cái tượng phù lâu là nhiều người thích lâu bắn phải chán là bê này cho thằng kia anh mình bại ở đây kia thì tiền thầy ở thầy lùi hay nhung có ta bao mà ai rồi bạn dari kha dia betul je kha cái điều đó là hàng để trong cái tiền hết tên của họ làm tiền là tiền của nhà mình học cái làm tiền thì lâu thư ta mà không có người chơi ta mà không có ba cái gì đi chơi nó ta mà cùng năm nay nó đọc mà mình phải đọc năm làm tiền làm xa lòng là lợi thì sẽ là ta từng nó lên thế anh cầm nó đồ mùi nó mới cọp này đồ mùi mai áp vào anh chị ơi ông quân là tiền rồi đấy mai tinh dậy ai có đấy xin áp vào đây cho mai nhưng mà áo mới nói là bao nhiêu tiền này mai tệ đi cà phê trà này bay thèm xong ốp đi rồi ra phải lặp ốp bài tinh đi này chứ anh em nấu bàiปีโอ้อันนี้แบบที่ปลายกระดาษที่เอาจะลงอันนั้นเป็นเพื่อนปีตาเป็นของน้องdùng bài được tuyệt tới mai ngồi tập với mình lục lên đã cua trăm máu mà tham quấy dòng
อมครับ ทำก็คือร้านยังตัง cho tắm lên đó mẹ. Để chúng tắm lên nó cho tắm đi. Cái khó mẹ. Đây cái khó mẹ. Tại khó mà. Đây nè xoay.